Trong phục thì muối Pì Dưỡng nâng chi nẹ đực nộm đó lõ Bát đôi rồi biếm nè Ủa đông xa này nó mến Ai ta đặt mê bình chi cá Chọn cơ bộ này con top Saharan Amerik Sẽ thật khổng Bảo tà bát kẹp chú xa một sách Bà này dạy đó Phiếp chi nẹ đực nộm thà Phiếp chi nẹ đực nộm Tra miên Angប្រកបនៃសក្តានុពលរួមពីផ្នែកគឺសមត្ថភាពបែបយុទ្ធសាស្ត្រនិងបុគ្គលិកលក្ខណៈបានអ្នកដឹកនាំត្រូវបាត់បង់អង្គប្រកបផ្នែកណាមួយគួរបាត់បង់សមត្ថភាពបែបប្រយុទ្ធល្អជាងប្រសិនបើពិចារណាពាក្យសម្ដីរបស់ឧត្តមសេនីយ៍ដ៏អស្ចារ្យរូបនេះឆ្លុះបញ្ចាំងឲ្យឃើញថាអ្នកដឹកនាំនោះសំខាន់ត្រង់បុគ្គលិកលក្ខណៈអ្នកដឹកនាំច្រើនជាងសមត្ថភាពបែបប្រយុទ្ធឬអាចហៅបានថាអ្នកដឹកនាំមានលក្ខណៈជីវិតល្អរមែងនៅបានយូរជាងអ្នកដឹកនាំដែលមានសមត្ថភាពក្នុងការប្រើយុទ្ធសាស្ត្រគ្រប់គ្រងការងារព្រោះថាសមត្ថភាពនៃការប្រើយុទ្ធសាស្ត្រធ្វើការអាចអន់ថយចុះបានតែបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់អ្នកដឹកនាំនឹងជួយអ្នកឲ្យក្លាយជាអ្នកដឹកនាំដ៏យូរអង្វែងមនុស្សយើងនឹងសម្រេចជោគជ័យបានយូរអង្វែងឬអត់អាស្រ័យលើលក្ខណៈជីវិតរបស់មនុស្សម្នាក់ៗពាក្យពោលនេះជាការសរុបដែលខ្ញុំបានគិតចេញតាមរយៈការសម្ដែងចេញរបស់ថ្នាក់ដឹកនាំជាទូទៅដែលជាទូទៅកត្តាកំណត់ជោគជ័យឬបរាជ័យហោហែកន្លងមកលក្ខណៈជីវិតមានភាពសំខាន់ខ្លាំងណាស់ដោយសារវាជាគ្រឹះនៃភាពជោគជ័យប្រៀបដូចជាគ្រឹះរបស់អគារខ្ពស់គ្រឹះកាន់តែល្អជ្រៅនិងរឹងមាំប៉ុណ្ណានឹងអាចសាងសង់អគារបានខ្ពស់រឹងមាំប៉ុណ្ណោះដែរក្នុងជោគជ័យណាមួយនោះបើគ្រឹះជីវិតមិនរឹងមាំនោះទេបើជាមានអង្គប្រកបខាងក្រៅល្អអស្ចារ្យប៉ុណ្ណាក៏ដោយក៏ជោគជ័យនោះមិនយូរអង្វែងនិងមិននៅយូររហូតដែរម្យ៉ាងទៀតលក្ខណៈជីវិតរបស់អ្នកដឹកនាំរមែងមានភាពសំខាន់ខ្លាំងឡើងព្រោះមានផលចំពោះជោគជ័យទាំងខ្លួនឯងផងអ្នកក្រោមបង្គាប់ផងនិងគោលដៅរួមទាំងក្នុងរយៈពេលខ្លីនិងរយៈវែងផងដែរដូច្នេះបើយើងចង់ឈានឡើងដល់មកជាអ្នកដឹកនាំយើងចាំបាច់ត្រូវមានលក្ខណៈជីវិតដោយស្របនិងភាពជាអ្នកដឹកនាំល្អដោយលក្ខណៈជីវិតដែលជាអង្គប្រកបមូលដ្ឋានដូចជាភាពស្មោះត្រង់ភាពយុត្តិធម៌ការរក្សាពាក្យសម្ដីនិងមានរបៀបវិន័យការអោនលំទោនភាពក្លាហានការយកចិត្តទុកដាក់ការអត់ធ្មត់និងការលះបង់ខ្ពស់ជាដើមក្នុងផ្នែកសម្ព័ន្ធភាពជាមនុស្សមួយដែលនៅក្រោមការគ្រប់គ្រងអ្នកដឹកនាំត្រូវធ្វើដំណើរជីវិតបែបមានគំនិតពាក្យសម្ដីទង្វើដែលស្របគ្នាប្រើអំណាចដែលមានយ៉ាងសមរម្យបំផុតមិនប្រើអំណាចឬឥទ្ធិពលគំរាមបង្ខំអ្នកដែលខ្សោយជាងមានទំនាក់ទំនងល្អជាមួយអ្នកដទៃសុភាពទន់ភ្លន់មានសិល្បៈនៃការនិយាយអូសទាញចិត្តក្រៅពីនេះត្រូវមានភាពយុត្តិធម៌រក្សាសន្យាហ៊ានសម្រេចនិងហ៊ានទទួលខុសត្រូវមិនទម្លាក់កំហុសឲ្យអ្នកដទៃឡើយត្រូវធ្វើជាមនុស្សដែលមានការសម្ដែងការទទួលខុសត្រូវជានិច្ចក្រៅពីនេះអ្នកដឹកនាំត្រូវជាមនុស្សដែលប្រកាន់ខ្ជាប់នូវឧត្តមគតិឬយ៉ាងហោចណាស់ត្រូវមានគោលដៅដើម្បីធ្វើនៅរឿងល្អៗដល់ប្រយោជន៍រួមមិនមែនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះទេមិនមែនរំពឹងស្វែងរកប្រយោជន៍ដើម្បីតែបពុខ្លួនមិនអាត្មានិយមរឿងដែលធ្វើមិនត្រូវធ្វើឲ្យខុសខាតដល់អ្នកដទៃនិងសង្គមជាតិជាដើមយើងបានឃើញជាហូរហែមកហើយពីមនុស្សអាក្រក់អាចសាងឥទ្ធិពលប្រើអំណាចបោកបញ្ឆោតដោយផលប្រយោជន៍ឬប្រើពាក្យសម្ដីបញ្ចុះបញ្ចូលអូសទាញចិត្តរហូតមានមនុស្សជាច្រើនដើរតាមនឹងភក្ដីភាពតែលទ្ធផលពីរឿងដែលអាចផ្ដល់នូវភាពវិជ្ជមានខ្លាំងក្លាដល់សង្គមបានប្រការដែលសំខាន់អ្នកដឹកនាំត្រូវជាមនុស្សដែលមានគុណធម៌ដែលជាគុណសម្បត្តិដ៏សំខាន់បំផុតព្រោះទោះបីជាពូកែរៀនបានខ្ពស់តែបើអ្នកដឹកនាំខ្វះគុណធម៌រមែងមិនអាចនាំអង្គភាពទៅកាន់ភាពជោគជ័យបានទេអ្នកដឹកនាំត្រូវចេះអត់ធ្មត់និងមានសតិសម្បជញ្ញៈជានិច្ច
មានភាពនឹងណោខាងអារម្មណ៍មានសតិក្នុងការពិនិត្យវិភាគរឿងរ៉ាវផ្សេងៗយ៉ាងលម្អិតគ្រប់ជ្រុងជ្រោយនិងហ៊ានសម្រេចចិត្តជ្រើសរើសរឿងរ៉ាវណាដែលត្រឹមត្រូវចំពោះប្រយោជន៍រួមច្រើនបំផុតគ្រប់រឿងដែលអ្នកដឹកនាំគិតសម្រេចចិត្តនឹងធ្វើនោះនឹងនៅក្នុងក្រសែភ្នែករបស់អ្នកក្រោមបង្គាប់បញ្ជាជានិច្ចជាគំរូដ៏មានឥទ្ធិពលចំពោះអ្នកដទៃទាំងវិជ្ជមាននិងអវិជ្ជមានឥទ្ធិពលជីវិតដ៏ល្អរបស់អ្នកដឹកនាំទាំងនោះមានទម្ងន់ជាងពាក្យសម្ដីទៅទៀតហើយពាក្យសម្ដីដែលមានទម្ងន់រមែងតាំងនៅលើលក្ខណៈជីវិតដ៏ល្អជានិច្ច